សូមជម្រាបសួរសាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកនេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5ដែលគិតមកដល់ថ្ងៃទី21ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី15ហើយដែលយោធាថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ទីមួយនាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីក្នុងគោលដៅឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី20ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី21ខែធ្នូឆ្នាំ2025នៅថ្ងៃទី20ខែធ្នូឆ្នាំ2025វេលាម៉ោង 17:30 នាទីយោធាថៃបានបាញ់កាភ្លើងធំនិងកាភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្មដូនចូលមកដល់ថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 12:05 នាទីរំលងអធ្រាត្រយោធាថៃបានបន្តបាញ់ផ្លោងកាភ្លើងត្បាល់ចំនួន3គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង 6:15 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងកំភ្លើងធំរត់ក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រថ្មដូននិងប្រាសាទតាមាន់បន្ថែមនៅវេលាម៉ោង 6:25 នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំកំភ្លើងគាំទ្រចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់បន្ថែមទៀតចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតនិងប្រុងប្រយ័ត្នខ្ពស់បំផុតទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារក្នុងគោលដៅរំលោភបំពាននិងឈ្លានពានចូលក្នុងបូរណភាពទឹកដីរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 12 រំលងអធ្រាត្រចូលដល់រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 5:50 នាទីទៀបភ្លឺយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 6:09 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រព្រៃច័ន្ទនៅវេលាម៉ោង 7:09 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុតនាងខ្ញុំសូមធ្វើការជម្រាបជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬទីកន្លែងស៊ីវិលណាមួយឡើយផ្ទុយទៅវិញភាគីថៃដែលធ្វើសកម្មភាពវាយប្រហារទៅលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានឹងបានធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់19នាក់ក្នុងនោះមានទារក1នាក់ផងដែរនិងមានអ្នករបួស79នាក់នេះជាតួលេខគិតត្រឹមថ្ងៃទី20ខែធ្នូឆ្នាំ2025វេលាម៉ោង 6 ល្ងាចម្ដងហើយម្ដងទៀតកងទ័ពថៃតែងតែយកលេសនិងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់កំបាំងទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ
រួមទាំងការប្រើប្រាស់អាវុធយុទ្ធឧបករណ៍ធុនធ្ងន់និងមានកម្រិតបំផ្លាញខ្ពស់ដូចជាយន្តហោះចម្បាំង F-16 នាវាចម្បាំងកំភ្លើងធំគ្រប់ប្រភេទគ្រាប់បែកចង្កោមផ្សែងពុលដ្រូនគ្រប់ប្រភេទនិងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារលើកម្ពុជាជាពិសេសលើជនស៊ីវិលនិងបេតិកភណ្ឌជាសម្បត្តិរបស់មនុស្សជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិជារដ្ឋដែលបំផ្លាញសន្តិភាពនិងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូលដើម្បីបំរើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូចជាងនិងខ្សោយជាងខ្លួនប៉ុណ្ណោះយើងអំពាវនាវឲ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនគោរពបទឈប់បាញ់ដែលខ្លួនបានបំពេញនិងអនុវត្តឡើងវិញនៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃកងទ័ពថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាពនិងសុឆន្ទៈដែលស្ដែងចេញតាមរយៈទង្វើដែលមានទំនួលខុសត្រូវខ្ពស់និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់មិនមែនត្រឹមតែវោហារស័ព្ទនិងការភូតភរកុហកនោះទេក្នុងន័យនេះកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់ម្ដងហើយម្ដងទៀតរបស់ភាគីថៃដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួនកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អារីភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពានគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដើម្បីការពារអធិបតេយ្យនិងប្រជាជនរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋបន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅក្នុងគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពជួរមុខនៃការឈ្លានពានរបស់ថៃមកលើកម្ពុជាក្រសួងការពារជាតិនឹងចេញផ្សាយតាមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and members of the press. This morning I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th military region on December 21st 2025, which enter the 15 days. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of the Thai aggression and attack on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th military region, Udon Minjay province. The Thai military continues its attacks to invade Cambodian sovereign territory. From 5 p.m. on December 20 to 8 a.m. on December 21st,
2025. On December 20, 2025, at 5:30 p.m., the Thai military fired heavy artillery and supporting artillery into the area of Tmordon. On December 21, 2025, at 5 minutes past midnight, the Thai military fired 3 shots with mortar into the area of the Mon Temple. At 6:15 a.m., the Thai military began shelling with heavy artillery along with tanks ramming into the area of Tmordon and the Mon Temple. At 6:25 a.m., the Thai military fired heavy and supporting artillery along with drones into the area of the Mon Temple. The situation in other areas remains calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Ban Tie Bien Chey Province. The Thai military continue its attack on Cambodia from 12 a.m. until 8 a.m. on December 21, 2025. At 5:50 a.m., the Thai military fired assault into the area of Bang Trakun. At 6:09 a.m., the Thai military deployed reconnaissance drone violating Cambodian airspace into the area of Prejan village. At 7:09 a.m., the Thai military fired shell into the area of Prejan village. The situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in 19 deaths, including 1 infant, and injuries to 79 innocent Cambodian civilians as of 6 p.m. December 20, 2025. Times and times again, the Thai military has utilized deceptive tactics to mask its violations of Cambodia's sovereignty and territorial integrity in blatant defiance of established international legal frameworks. The Thai military's systemic aggressions against Cambodia, characterized by deployment of heavy weaponry, including F-16 fighter jets, naval warship, heavy artillery, cluster bombs, toxic gas, and all types of advanced drones constitute a direct assault on the both innocent civilian and site of the world cultural heritage. Such conduct identifies Thailand as a state that destroys peace and security, not only between Cambodia and the entire region, but also to serve its expansionist ambition and aggression against smaller and weaker countries. We demand that the Thai military immediately cease its campaign of systemic misinformation and distortion. The path towards stability requires an immediate cessation of hostility, strict adherence to the ceasefire, and full of re-implementation of joint declaration on the peace agreement between Cambodia and Thailand. The Thai leadership must now demonstrate its sincerity, transparency, and commitment to international laws through responsible action rather than hollow rhetoric and lies.
In dissent, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crimes and unlawful activity, as well as demand that Thailand must take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region as a whole. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពរបស់ក្រសួងការពារជាតិនៅពេលនេះនាងខ្ញុំនឹងជម្រាបជូននៅការវិវត្តថ្មីនៅតាមបន្ទាត់ព្រំដែនអំពីការធ្វើសកម្មភាពរំលោភឈ្លានពានរបស់យោធាថៃមកលើកម្ពុជានៅពេលក្រោយបន្ថែមទៀតសូមអរគុណនិងសូមជម្រាបលា